គ្រូអ្នកគ្រូទាំងអស់គ្នានៅក្នុងពេលនេះនាងខ្ញុំសូមបង្ហាញទាក់ទងទៅនឹងវិធីរាយការណ៍នៅក្នុងមុខវិជ្ជាវិទ្យាសាស្ត្រចា៎អញ្ចឹងយើងមកមើលថាតើអ្វីគេទៅគឺជាវិធីរាយការណ៍ចា៎វិធីរាយការណ៍ជាតាមធម្មតាយើងអាចប្រើបានគ្រប់សកម្មភាពទាំងអស់នៅក្នុងថ្នាក់របស់លោកគ្រូអ្នកគ្រូហើយលោកគ្រូអ្នកគ្រូក៏ធ្លាប់បានប្រើវិធីរាយការណ៍នេះរួចហើយផងដែរអញ្ចឹងនៅក្នុងវិធីនេះគឺសិស្សធ្វើការសន្និដ្ឋានដើម្បីឆ្លើយតបនឹងសំណួរគន្លឹះដែលគ្រូបានសួរនៅពេលដែលចាប់ផ្ដើមមេរៀនកូនសិស្សចាប់ផ្ដើមឡើងរាយការណ៍បន្ទាប់ពីគាត់ចាប់ផ្ដើមពិភាក្សាគ្នាឬមួយក៏បន្ទាប់ពីគ្រូហៅឲ្យគាត់ឡើងបកស្រាយឡើងរាយការណ៍ទៅលើអ្វីដែលគាត់បានគិតទៅលើសំណួររបស់គ្រូចា៎អញ្ចឹងសិស្សអាចប្រើវិធីរាយការណ៍នេះបានគ្រប់សកម្មភាពនៅពេលដែលគ្រូចង់ឲ្យសិស្សចែករំលែកក្រោយការពិភាក្សាឬការពិសោធន៍ឬក៏ការធ្វើសកម្មភាពផ្សេងទៀតយើងមកមើលការចាប់ផ្ដើមនៃមុននឹងធ្វើវិធីរាយការណ៍អញ្ចឹងជាដំបូងគឺគ្រូត្រូវផ្ដល់សំណួរទៅកាន់សិស្សសិនចាទៅកាន់ក្នុងថ្នាក់ទាំងមូលដើម្បីឲ្យគាត់ថាតើគាត់នឹងគិតទៅលើសំណួរបែបណាចាអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍តកតងទៅនឹងមុខវិជ្ជាសាស្ត្រលើមេរៀនរូបវិទ្យាមួយចាអញ្ចឹងមានឃ្លាមួយដែលបានលើកឡើងថានៅពេលដែលយើងឆុងទឹកតែភ្លាមយើងមិនអាចផឹកភ្លាមបានទេព្រោះវាក្តៅបន្ទាប់មកយើងដាក់ពែងតែនៅលើតុចោលមួយសន្ទុះស្រាប់តែទឹកតែចុះត្រជាក់អាចផឹកបានសួរថាហេតុអ្វីបានជាទឹកតែក្តៅចុះត្រជាក់គ្រាន់តែដាក់លើតុចោលចូលពន្យល់ឲ្យបានក្បោះក្បាយអញ្ចឹងនៅពេលដែលគ្រូចាប់ផ្ដើមសួរសំណួរនេះហើយគឺកូនសិស្សត្រូវធ្វើការគិតពិចារណាទាំងអស់គ្នាចា៎នៅពេលដែលការគិតពិចារណារបស់កូនសិស្សក្នុងរយៈពេលកំណត់មួយណារួចអញ្ចឹងគ្រូចាប់ផ្ដើមឲ្យកូនសិស្សឡើងរាយការណ៍នៅអ្វីដែលជាចម្លើយទៅលើសំណួរទាំងនេះចា៎អញ្ចឹងកូនសិស្សចាប់ផ្ដើមអាចធ្វើការងារជាក្រុមអាចធ្វើការងារជាដៃគូឬមួយក៏អាចធ្វើការងារជាបុគ្គលទៅតាមស្ថានភាពជាក់ស្ដែងថ្នាក់រៀនរបស់លោកគ្រូអ្នកគ្រូបើសិនជាលោកគ្រូអ្នកគ្រូចង់ឲ្យគាត់គឺគិតជាបុគ្គលលោកគ្រូអ្នកគ្រូឲ្យគាត់ឡើងរាយការណ៍ជាបុគ្គលបើសិនជាលោកគ្រូអ្នកគ្រូធ្វើការងារជាដៃគូរបស់កូនសិស្សលោកគ្រូអ្នកគ្រូអាចឲ្យគាត់ឡើងរាយការណ៍ជាលក្ខណៈដៃគូបើសិនជាធ្វើការងារជាក្រុមលោកគ្រូអ្នកគ្រូឲ្យគាត់ឡើងរាយការណ៍លក្ខណៈជាក្រុមទៅកាន់ថ្នាក់ទាំងមូលពីលទ្ធផលដែលគាត់បានពិភាក្សាគ្នាដើម្បីចែករំលែកអញ្ចឹងសិស្សចាប់ផ្ដើមឡើងរាយការណ៍ជាលក្ខណៈបុគ្គលឬមួយក៏ជាដៃគូឬមួយក៏ជាក្រុមចាអញ្ចឹងកូនសិស្សចាប់ផ្ដើមឡើងរាយការណ៍សកម្មភាពរាយការណ៍បន្ទាប់មកក្រោយពេលដែលកូនសិស្សរាយការណ៍រួចគឺគ្រូជាចុងក្រោយតែងតែសំយោគគ្រប់វិធីទាំងអស់គ្រូតែសំយោគចាអញ្ចឹងនៅពេលដែលគ្រូសំយោគគ្រូបង្ហាញទៅលើហេតុផលដែលថាហេតុអីបានជានៅពេលដែលយើងចាក់ទឹកតែក្តៅភ្លាមយើងមិនអាចផឹកបាននៅពេលដែលយើងទុកចោលមួយសន្ទុះយើងអាចផឹកបានគឺចម្លើយគឺតកតងទៅនឹងបាតុភូតបន្ទះកម្ដៅទាំង3ប្រភេទតកតងទៅនឹងការចម្លងកម្ដៅពីទឹកតែទៅកាន់កែវការបញ្ចេញរស្មីយើងតកតងទៅនឹងទឹកចាប់ផ្ដើមចំហាយទឹកចាប់ផ្ដើមបញ្ចេញមកក្នុងបរិយាកាសខាងក្រៅហើយនឹងចរន្តវិលវល់គឺទឹកក្តៅទឹកត្រជាក់ចាប់ផ្ដើមវិលចុះវិលឡើងទៅវិញទៅមកពីបាតកែវមកលើកែវពីលើកែវទៅបាតកែវវិញចាអញ្ចឹងគ្រូសំយោគចម្លើយរបស់សិស្សក្រោយពេលដែលកូនសិស្សចាប់ផ្ដើមធ្វើការរាយការណ៍រួចរាល់ចាអញ្ចឹងចុងក្រោយនេះគឺចប់ការសំយោគគឺចប់វិធីរាយការណ៍ហើយនាងខ្ញុំក៏មានជាសំណួរមួយទៀតផងដែរសម្រាប់លោកគ្រូអ្នកគ្រូយកទៅពិចារណាហើយលោកគ្រូអ្នកគ្រូសាកល្បងធ្វើទាំងអស់គ្នាសាកល្បងគិតទាំងអស់គ្នាទៅលើសំណួរដែលសួរថាហេតុអ្វីបានជាគ្រូពេទ្យឲ្យយកក្រមាសើមទៅគ្របឬជូតលើខ្លួនអ្នកជំងឺក្តៅខ្លួនអញ្ចឹងលោកគ្រូអ្នកគ្រូសាកល្បងឆ្លើយទៅមើលថាតើមូលហេតុអ្វីចាអញ្ចឹងនេះក៏មកដល់ទីបញ្ចប់នៃការធ្វើបទបង្ហាញទាក់ទងទៅនឹងវិធីរាយការណ៍ផងដែរសូមអរគុណលោកគ្រូអ្នកគ្រូទាំងអស់គ្នាដែលបានចូលរួមស្ដាប់និងទស្សនាការបង្ហាញ slide វីដេអូមួយនេះចាអរគុណច្រើនលោកគ្រូអ្នកគ្រូសូមជម្រាបលា